សួស្តីពេលមករបស់ admin បើស្វាគមន៍សាជាថ្មីមកកាន់ channel របស់ admin វិញក៏សូមអធិស្ឋានចំពោះការខកខានធ្វើវីដេអូជាច្រើនជារូបទៅមិនច្រើនធម្មតាទេចូលដល់កំណត់ឆ្នាំតែម្ដងហើយក្នុងថ្ងៃនេះគឺ admin welcome back មកវិញហើយក្នុងថ្ងៃនេះ admin នឹងលើកយកព័ត៌មានខ្លីមួយដែលទាក់ទងនឹងការប្រកួតជុំវិញរវាងក្លឹបបាល់ទាត់ Atletico Madrid និង Benfica ដែលជុំវិញនេះគឺនៅក្នុងទឹកដីរបស់ Benfica ផងដែរហើយការប្រកួតជុំវិញនេះគឺចម្រូងចម្រាសមែនទែនបងប្អូនហើយដោយសារតែកីឡាកររបស់ Benfica គឺកីឡាករជាន Luca Prestini សញ្ជាតិអាសង់ទីនបានបាសពាក្យសម្ដីគ្នាជាមួយនឹងកីឡាកររបស់ Real Madrid Vinicius ហើយក៏ដូចជាក្នុងពាក្យសម្ដីហ្នឹងអាចនឹងរងការប៉ះពាល់ទៅដល់ការប្រកួតរបស់គាត់នេះរឿងកាន់តែធំហើយប្រសិនបើ FIFA នឹងបើកការស៊ើបអង្កេតឃើញថាកីឡាករអាសង់ទីនរបស់ Benfica ហ្នឹងមានជាប់ករណីក្នុងការចោទប្រកាន់បែបហ្នឹងមែនគឺគាត់នឹងរងការពិន័យរហូតទៅដល់ប្រកួតផងដែរឬអាចច្រើនជាងហ្នឹងហើយបើសិនជាពិន័យជាទឹកប្រាក់គឺអាចនឹងមានការផងដែរហើយឬក៏ព្រមានដល់ក្លឹបឬវិធានការផ្សេងៗទៀតប្រសិនបើក្លឹបចែករំលែកការទទួលខុសត្រូវណាមួយឬក៏ខូចខាតគេឈ្មោះឬប្រតិកម្មបណ្ដាញសង្គមផ្សេងៗក្លឹបនឹងអាចបាត់បង់ពីការឧបត្ថម្ភផ្សេងៗហើយ FIFA នឹងអនុវត្តតាមគោលការណ៍នឹងមិនអត់ឱនទេប្រសិនបើការស៊ើបអង្កេតនឹងគឺឃើញពិតប្រាកដមែន